9 ខែ 10 ថ្ងៃនៅក្នុងផ្ទៃម៉ែ9 ខែ 10 ថ្ងៃនៅក្នុងផ្ទៃម៉ែជាពេលវេលាដែលម៉ែតែងតែទន្ទឹងរង់ចាំផ្លូវកូនចង់ឃើញមុខកូនចង់បីថ្នាក់ថ្នមកូនចង់ឮសំឡេងកូនយំចង់ដឹងថាមុខកូនកាត់ទៅរកពុកឬក៏កាត់មករកម៉ែកូនដឹងទេ9 ខែ 10 ថ្ងៃវាពិតជាយូរណាស់សម្រាប់ដែលម៉ែតែងតែទន្ទឹងរង់ចាំកូនក្នុងអន្លង់ពេលនោះ9 ខែ 10 ថ្ងៃកូនអើយម៉ែបានស្គាល់គ្រប់រសជាតិអស់ទៅហើយម៉ែខំប្រឹងឆ្លងកាត់នៅឧបសគ្គគ្រប់បែបយ៉ាងឆ្លងកាត់ការឈឺចាប់ឆ្លងកាត់ការធុញថប់ឆ្លងកាត់ការនឿយហត់ព្រោះម្ដាយចង់រក្សាកូននៅក្នុងផ្ទៃឲ្យមានសុខភាពល្អឲ្យកូនកើតមកមានសុខភាពរឹងមាំ9 ខែ 10 ថ្ងៃជាថ្ងៃនៃការចងចាំរបស់ម៉ែចាំបានថាចាប់តាំងពីកូនចុះចាប់បដិសន្ធិនៅក្នុងផ្ទៃរបស់ម៉ែមកជីវិតរបស់ម៉ែប្រែប្រួលគ្រប់បែបយ៉ាងអិរិយាបថទាំង4ដេកដើរឈរអង្គុយធ្លាប់តែរហ័សរហួនចង់ទៅណាមកណាក៏បានតាមចិត្តចង់ធ្វើការអ្វីក៏ស្រួលតែពេលមានកូននៅក្នុងផ្ទៃចង់ដេកចង់ដើរឈរអង្គុយក៏ពិបាកធ្វើអ្វីក៏មិនទាន់ចិត្តញាក់ទៅណាក៏ទៅគឺទៅគ្រប់បែបយ៉ាងទាំងអស់ចិត្តធ្លាប់តែស្រស់ស្រាយសប្បាយរីករាយទឹកមុខធ្លាប់តែមានស្រស់ស្របោះតែនៅពេលដែលម៉ែមានវត្តមានកូនអារម្មណ៍របស់ម៉ែក៏ចាប់ផ្ដើមប្រែប្រួលឆាប់ខឹងឆេវឆាវមកម៉ែក្តៅក្រហាយនឿយណាយក្នុងធុញថប់ផ្គប់ចិត្តក៏ផ្គប់មិនត្រូវអាហារហូបចុកធ្លាប់តែឆ្ងាញ់ធ្លាប់តែចូលចិត្តបាយជាតិទៅលេបមិនចូលចេះតែឆ្អើមរកលតែវិលមុខក្អួតចង្អោលចង់តែខ្យល់គោឈឺនេះឈឺនោះមិនថាមិនត្រូវហូបក៏ហូបមិនបានសម្រានក៏សម្រានមិនលក់ព្រោះកូនធ្វើទុកជារៀងរាល់ថ្ងៃម៉ែធ្លាប់តែជាមនុស្សមានសេរីភាពចង់ទៅណាក៏ទៅបានគ្រប់ទីកន្លែងក៏ព្រោះតែមានកូនស្ថិតនៅក្នុងផ្ទៃរបស់ម៉ែសុខចិត្តបិទសិទ្ធិសេរីភាពខ្លួនឯងដើម្បីមើលថែកូនម៉ែធ្លាប់តែជាមនុស្សចូលចិត្តតុបតែងខ្លួនស្អាតគ្រប់ពេលវេលាក្រែមថែមម្សៅម៉ាក់កាយេលេលាបរៀងរាល់ថ្ងៃតែព្រោះនៃកូននៅក្នុងផ្ទៃម៉ែខ្វល់តែពីសម្រស់អ្វីទាំងអស់ម៉ែមិនខ្វល់អំពីសម្រស់របស់ម៉ែទាំងអស់គឺម៉ែខ្វល់តែម្យ៉ាងគឺខ្វល់អំពីកូនតាំងពីមានវត្តមានកូននៅក្នុងផ្ទៃរបស់ម៉ែបានកែប្រែខ្លួនឯងច្រើនណាស់ម៉ែកែប្រែទម្លាប់ដែលធ្លាប់តែមិនសូវគិតខ្វាយខ្វល់ច្រើនបែរជាមកគិតខ្វាយខ្វល់ច្រើនជាងមុនបារម្ភច្រើនជាងមុនព្រោះម៉ែគិតខ្វាយខ្វល់និងបារម្ភដល់អនាគតរបស់កូនពេលវេលាដែលម៉ែពោពុះកូន9 ខែ 10 ថ្ងៃគឺជាពេលវេលាដែលកូនប្រុសកូនស្រីគប្បីចងចាំកុំបំភ្លេចឡើយអស់ពេលច្រើនខែម៉ែពោផ្ទៃ310 ថ្ងៃថ្លៃដឹងទេម៉ែពិបាកណាស់ណាមាសមេប្រឹងប្រែងមើលថែបុត្រចរណៃពុះកាន់តែធំរឹតកាន់តែធ្ងន់ឈឺស្ពឹកស្រពន់អស់ជើងដៃវល់មុខរកក្អួតស្ទើររៀងរាល់ថ្ងៃចុកចាប់ពេកក្រៃមិនហ៊ានស្រែកហូបមិនបានសម្រានមិនលក់ប្រានម៉ែធុញថប់ស្រក់ទឹកភ្នែកកូនធាក់ពុះម៉ែស្ទើរប្រេះបែកម៉ែមិនបានដេកព្រោះតែកូន